លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបញ្ជាក់យ៉ាងច្បាស់ថារដ្ឋាភិបាលគ្មានគម្រោងលក់ទីតាំងប្រលានយន្តហោះចាស់ដែលនៅកណ្ដាលទីក្រុងភ្នំពេញឲ្យទៅក្រុមហ៊ុនឯកជនដោយពាក្យចចាមអារាមឡើយពោលគឺទុកប្រលានចាស់ធ្វើជាសម្បត្តិរបស់រដ្ឋលោកហ៊ុនម៉ាណែតថ្លែងយ៉ាងដូចនេះនៅក្នុងខួបអនុស្សាវរីយ៍លើកទី80នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជានាព្រឹកថ្ងៃទី16ខែឧសភាឆ្នាំ2025និងបានបន្តថាប្រលានចាស់នឹងត្រូវទុកសម្រាប់ការចុះចតបន្ទាន់ឬ Emergency Landing ក៏ដូចជារក្សាទុកសម្រាប់ជាទឹកតាងតម្លៃប្រវត្តិសាស្ត្ររួមទាំងទុកឲ្យពលរដ្ឋប្រើប្រាស់បានជាអតិបរមាម៉ោងនេះស្មើនេះគឺគ្មានគោលការណ៍ដែលថាសម្រាប់លក់ពលាយន្តហោះនេះឲ្យទៅឯកជននោះទេសំណួរសួរថាមានអត់ឆ្លើយខ្លីថាអត់មានមិនដែលមានទេហើយក៏គ្មានគម្រោងក្នុងការលក់ពលាយន្តហោះនេះដែរសូមបញ្ជាក់ឲ្យច្បាស់គោលការណ៍ដែលយើងក្រុងបច្ចុប្បន្នគឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្នហើយត្រៀមបំរុងក្នុងករណីមានចុះដោយគេថា emergency landing ជាពីបំរុងការគ្រប់គ្រងរបស់អាកាសចរស៊ីវិលប៉ុន្តែយើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង air traffic controller នៅពលានហោះនេះទេហើយទី2ក៏វាពាក់ព័ន្ធទៅនឹងកិច្ចសន្យាជាមួយ SCA នៅក្នុងការគ្រប់គ្រងតែសម្រាប់បច្ចេកទេសកន្លែងនេះចុះឧទ្ធម្ភាគចក្របានអានេះគឺជាការគិតគូរចំពោះមុខនៅក្នុងការថែរក្សាយើងបានសិក្សាមួយជំរើសពីរជំរើសទៀតនៅក្នុងករណីដែលទៅអនាគតយើងមិនអាចទុកវាជាពលានគោលការណ៍ដែលធ្វើនោះទៅមាន3ទី1រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះគឺមិនឲ្យបាត់កន្លែងនេះដែលជាអតីតពលានហោះដែលស្នាមប្រហោះប្របាទបរមនាកើតហើយបំរើដល់វិស័យដឹកជញ្ជូនយើងរាប់សិបឆ្នាំទេអញ្ចឹងតម្លៃប្រវត្តិសាស្ត្រនៅតែមានត្រូវធ្វើกันទី2គឺជំរើសដែលផ្ដល់ដល់ផលប្រយោជន៍ដោយសាធារណជនប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមាអត់ឲ្យឯកជនទេគឺនឹងប្រែក្លាយទៅជាកន្លែងណាមួយឬមួយទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរជាពិសេសអ្នកភ្នំពេញអាចប្រើប្រាស់ជាអតិបរមានេះគឺជាការប្រើប្រាស់ហើយទី3លក្ខខណ្ឌដែលត្រូវធ្វើ3លក្ខខណ្ឌនេះត្រូវធានាគឺរូបមន្តនិងជំរើសនៃការគ្រប់គ្រងប្រើប្រាស់យ៉ាងណាក៏ដោយមានចីរភាពប៉ុន្តែត្រូវធានាថាទ្រព្យសម្បត្តិទាំងអស់នេះត្រូវតែនៅជាទ្រព្យសម្បត្តិរបស់រដ្ឋអត់មានឲ្យឯកជនទេនេះគឺជាការគោលការណ៍ដែលយើងធ្វើជាមួយគ្នានេះលោកហ៊ុនម៉ាណែតក៏បានអះអាងបន្ថែមថាក្រោយផ្ទេរប្រតិបត្តិការទៅប្រលានយន្តហោះថ្មីនៅថ្ងៃទី10ខែកក្កដាឆ្នាំ2025ខាងមុខប្រលានយន្តហោះចាស់ពោធិ៍ចិនតុងនឹងត្រូវប្រគល់ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាអ្នកគ្រប់គ្រងផ្ដាច់មុខហើយក្រុមហ៊ុនបារាំង SCA នឹងត្រូវទៅធ្វើប្រតិបត្តិការបន្តនៅប្រលានយន្តហោះថ្មីចំណុចក្រោយពីពេលនោះពីណាទទួលខុសត្រូវខ្ញុំបានចារឯកភាពពីចំណុចដែលរដ្ឋលេខាធិការអាកាសចរស៊ីវិលស្នើសុំទី1ទេការគ្រប់គ្រងពលានទាំងមូលទៅឲ្យការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំណុចទី2គឺសុំកងកម្លាំងប្រដាប់អាវុធដើម្បីជួយការពារសន្តិសុខទ្រព្យសម្បត្តិរបស់រដ្ឋនៅពលានចាស់រួមទាំងការពារល្បាតជុំវិញនឹងបូកជាមួយនឹងការពារនៅទីតាំងអញ្ចឹងគឺថាការពារខ្ញុំសម្រេចនៅថ្ងៃទី28ខែ4ថ្មីនេះគឺសម្រេចការទេភារកិច្ចមកការគ្រប់គ្រងដាច់ទាំងមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទៅលើទីតាំងទាំងមូល SCA គឺផ្ទេរទៅពលានយន្តហោះថ្មីគឺផ្ទេរការគ្រប់គ្រងឲ្យដីកន្លែងនេះនៅតែជារបស់រដ្ឋដដែលអត់មានលក់ទៅណាទេសូមបញ្ជាក់